បាទរីចម្រើនក្នុងការវាលុកកើនសមត្ថភាពបាទក្នុងការបើកហ្គេមឯផងដែរបងយល់ការបើកហ្គេមកាន់តែច្រើនវាធ្វើឲ្យការវិវត្តនៃភាពរីចម្រើនរបស់យើងទៅម្ដងបន្តិចអុកសំខាន់ណាស់បងប្អូនគ្នាគឺការបើកក្បួនបាទ middle game ដែលយើងហៅថាស្ថានភាពនៅកណ្ដាលទីបាទនឹងចុងទឹកបាទទី1គឺការបើកក្បួននឹងឯងបាទការបើកក្បួនគឺយើងត្រូវចេះប្រែប្រួលក្បួនចេះបើថាយើងលេងសេះស្ដាំសេះស្ទឹមសេះឆ្វេងគឺយើងត្រូវមានជំហរបាទគ្រឹះនៅក្នុងក្បួននីមួយៗទាំងអស់ហ្នឹងបាទអញ្ចឹងយើងទៅមើលទៀតបាទគួរបងអនឡាញបាទបងខាងខ្មៅក៏ចាក់ត្រីឌីងសេះនៅកន្លែងនេះបាទអាចបាទបោះសេះតសេះឆ្លៀតការហ្នឹងបងប្អូនឃើញថាសេះបាទហើយនឹងត្រីចាប់ត្រីចុងក្តារមួយទៀតតែបងប្អូនគ្នាខ្មៅសេះមកគ្រប់នេះគឺគាត់មានចំណងទេណាគាត់អាចមានជំរើសដែលគាត់អាចចាក់ត្រីនឹងឲ្យផុតក៏បានបាទឬក៏ទូកចងអីក៏បានដែរប៉ុន្តែបើសិនជាកាត់ធ្វើឲ្យត្រីមកគ្រប់នេះឡើងទៅគឺសកត់គោលបាទខាងខ្មៅមកក្របនេះបងសកត់គោលអញ្ចឹងនៅកន្លែងនេះផងដែរបងប្អូនគ្នាសង្កេតបើសិនជាយើងកាន់សបងបាទប្រហែលជាមិនហ៊ានស៊ីត្រីពីរគ្រាប់នេះទេបងបើសិនជាស៊ីបងឃើញថាគោលមកគ្រាប់នេះគឺយើងអាចបានសកត់គេទេគឺគេនឹងបានបើកផ្លូវមកបងស៊ីមកគ្រាប់នេះក៏ត្រីនឹងគេស៊ីជីងក្រៅមកបាទគោលនឹងគឺឡើងមកកលហើយបាទអញ្ចឹង AI អត់ស៊ីទេបងក៏ខ្មៅក៏ជប់ស៊ីទៀតដែរបាទឡើងកូនទៅបាទបងប្អូនគ្នាសុខចិត្តឲ្យគេស៊ីមិនស៊ីគេដាច់ខាតបាទសម្រាប់ខាងសដើម្បីរក្សាជំហរគ្រឹះត្រីមកគ្រាប់នេះបាទឲ្យរឹងបាទមិនឲ្យគោលនេះមានសកម្មភាពបងឃើញទេបងគឺគាត់ត្រូវវៀងឆ្ងាយណាបើសិនជាត្រីបើសិនជាយើងស៊ីត្រីនេះស៊ីគោលហ្នឹងបងគ្នាគឺអាចមានឱកាសដើរបាទឡើងមកទៅសេះអាចមកឈរនៅកន្លែងហ្នឹងមិនត្រឹមតែគោលទេបងធ្វើឲ្យខ្មៅមានចរន្តលេងបាទខាង AI កាត់បាទដូទូកយកមកដាក់ចាប់គោលមួយហ្នឹងបងគ្នាការលេងអុកដូចខ្ញុំអធិប្បាយមុននឹងអញ្ចឹងបាទសម្រាប់បងដែលទៅរៀនលេងណាខ្ញុំសូមអធិស្ឋានបន្តិចបាទគឺបាទអុកគឺមានកលឹះសំខាន់3បាទទី1គឺការចាប់ផ្ដើមបាទយើងហៅថា start game បាទពាក់ព័ន្ធនឹងក្បួនពាក់ព័ន្ធនឹងការចងចាំបាទក្បួនកាន់តែច្រើនគឺស្គាល់ក្បួនកាន់តែច្រើនគឺកាន់តែល្អនៅក្នុងការ start game ការចេះប្រែប្រួលក្បួនគឺជាបាទលក្ខខណ្ឌបន្ទាប់នៅពេលដែលយើងចងចាំក្បួនច្រើនស្គាល់ក្បួនច្រើនបាទឡើងកម្រិតបាទយើងឡើងកម្រិតខ្ពស់ហើយបាទ middle game ស្ថានភាពបែបនេះបាទ middle game ចេញពីក្បួនលេងមានក្បួនអស់ហើយបងកាលានេះគឺចល័តក្របចោះឡើងចឡើងបាទសេះក៏ចល័តនាងក៏អាចចល័តបានចេញពីឆ្វេងបាទគឺលេងក្នុងក្បួនហើយលេងនៅក្នុងក្បួនទៀតហើយអញ្ចឹងស្ថានភាពនេះគេហៅថា middle game នេះគឺបាទលេងជាមួយនឹងការប្រើគំនិតនិងបាទទេពកោសល្យរបស់យើងហើយសំខាន់បងប្អូនគ្នាគឺមានកលឹះដែរណាដែលខ្ញុំធ្លាប់រៀនពីគ្រូមកបាទបាទលេងចាញ់ឈ្នះវាជារឿងធម្មតាទេមិនប្រកាសថាយើងស្គាល់កលឹះស្គាល់ក្បួនមូលដ្ឋានអីយើងប្រកាសជាឈ្នះដៃគូទេប៉ុន្តែធ្វើឲ្យយើងងាយស្រួលដើរបាទកលឹះនៅ middle game នេះគឺបាទគឺយើងត្រូវប្រើប្រាស់គ្រាប់ធំឲ្យទាន់សភាពការជាមួយនឹងដៃគូយើងបាទកាលណាយើងយឺតគឺយឺតជាងគេរហូតដល់តែចប់ game ហ្មងបាទកែល្អទៅដៃគូយើងបាទជាងយឺតទៅយើងអាចស្មើទៅហ្មងតែគាត់លះដូចគ្រូបាទកម្រិតពួកគាត់ជំរឿជាតិដូចគ្នាក៏ដោយបងអ្នកណាលឿនជាងបាទគឺមានព្រៀបខ្លាំងទៅហ្នឹងបងតោះយើងទៅទៀតហើយខ្ញុំសូមអធិស្ឋានផងបើសិនជាការបកស្រាយរបស់ខ្ញុំបាទមានការលឺលួសឬក៏បាទมันគ្រប់ជ្រុងជ្រោយទេត្រូវគ្រប់ជ្រុងជ្រោយទេឬក៏បងមិនឯកភាពទេខ្ញុំសូមអធិស្ឋានផងបាទកន្លែងនេះAIចេះណាស់បងAIចេះមែនតែននៅពេលដែលមកបែបនេះដូចខ្ញុំនិយាយមុននឹងអញ្ចឹងគឺមិនស៊ីឲ្យត្រីមកគ្រាប់នឹងបានដើរឲ្យគោលនេះបានឡើងទេមិនឲ្យដើរតែម្ដងបាទអញ្ចឹងកន្លែងនេះបងសង្កេតឃើញថាគោលមកគ្រាប់នេះបាទដល់ពេលដែលមកហើយគឺផុតចតុលផុតចទៀងបងមិនអាចត្រឡប់ក្រោយបានបាទមិនអាចត្រឡប់ក្រោយបានបាទAIសេរីជើងសេះហើយដើម្បីត្រៀមឡើងនាងទៅបាទផ្ដាច់គោលនឹងកម្លាំងគោលនឹងចេញហើយបងមិនឲ្យនៅមកឈូបាទនៅមុខខុនទេ
បាទឥឡូវខាងខ្មៅចាក់ត្រីចុងក្រោយកន្លះនេះក៏មិនស៊ីដែរបាទស៊ីគឺខាងខ្មៅគឺគាត់មានឱកាសបាទចាប់ស៊ីវិញអាចនឹងត្រូវរវល់នឹងត្រីចុងក្បាលនេះទៀតបាទទៅផត់ទៅបងត្រីនេះចាប់ស៊ីតាមក្រោយក៏មិនហួសពេលដែរបាទអញ្ចឹងបងខាងខ្មៅគាត់ឡើងនាងមកឡើយនេះអាចចាប់ផ្ដើមផ្ដាច់ហើយបាទបោះសេះឡើងទៅបាទត្រៀមចាប់ត្រីចុងក្បាលក៏បានតែមិនតន់ស៊ីទេមិនចាំបាច់បងប្អូនគ្នាបាទពេលដែលចាំបាច់នឹងប្រហែលជាអុកហើយបាទឬក៏អាចនឹងឡើងគោលទៅត្រង់បាទបងឡាញបាទត្រៀមអុកបាទស៊ីត្រីចុងហើយបាទអាយអុកតសេះមុនតែម្ដងបាទបងប្អូននេះបាទឥឡូវនេះស្ថានភាពនេះគឺគោលលេងជាមួយនាងហើយខាងសមានលើសត្រីផ្កាប់មកគ្រាប់ទៀតបងបាទមានព្រៀបខ្លាំងមែនតើឥឡូវយើងសម័យថាបើសិនជាសបានបកត្រីណាមួយប្រកាសជាឈ្នះមកគោលលើសនឹងប៉ិនពេលកម្លាំងប៉ិននាងគឺឈ្នះនឹងមកគោលហើយបាទយើងសុំកម្លាំងបងបាទឥឡូវនេះខាងខ្មៅក៏គាត់បាទមានផ្លូវទូកឲ្យចេញដែរគាត់ប្រកាសជាដាក់ទូកត្រៀមស៊ីចុងក្បាលណាបងសុំកម្លាំងដើម្បីឲ្យបានទូទាត់ស្មើកម្លាំងគ្នាជាមួយនឹងខាងសប៉ុន្តែអាយបងគ្នាលបឿននៃការប្រយុទ្ធគឺពិតជាខ្លាំងខ្លាមែនតែនតែបាទឥឡូវនេះទៅហើយបាទគោលបុកគោលហើយបាទគោលបុកគោលបើសិនជាស៊ីគឺបកបើសិនជាបានត្រីនឹងទៅមុខទៀតគោលនេះក៏កាន់តែងាយស្រួលទៅមុខទៀតបាទគឺសម្ដៅទៅកន្លែងការវាលុកมันមានអេឧបសគ្គទៀតទេប៉ុន្តែឥឡូវនេះបងខាងខ្មៅបើសិនជាថយគោលដេញទូកគឺខាងសអុកងាប់បើសិនជាថយមកខាងហ្នឹងបាទអុកមកទូកនេះស៊ីគោលនឹងទៅទេឥឡូវនេះកំពុងតែពិបាកបងថយគោលគឺជាប់អុកងាប់ណាបាទចុះបើសិនជាគាត់ថយទៅខាងនេះវិញបាទអុកមកទូកស៊ីទៅទេតែខ្ញុំមិនដឹងថាបើសិនជាថយមកនឹងអាចប្រកាសច្បាស់ជាអុកស៊ីទៅទេឬក៏មិនទេបងប៉ុន្តែតាមការសន្និដ្ឋានរបស់ខ្ញុំក៏ដូចជាបទពិសោធន៍ដែលខ្ញុំធ្វើคลิปអត្ថាធិប្បាយ AI នៅពេលដែលសម្រាប់អត់បានគឺស៊ីកូនបាទឥឡូវយើងទៅមើលទៀតបងខាងខ្មៅអុកមកទូកបាទបែរអាយឡើងបាទខាងខ្មៅក៏យកគោលស៊ីត្រីឡើយដូចខ្ញុំបាននិយាយមុននឹងអញ្ចឹងបងតែបានទៅមួយគឺទៅទាំងអស់បាទមានប្រឡោះចេះទៅលេងវាលេងមានអីជាឧបសគ្គទៀតហើយបាទឡើងទៅលើត្រង់បាទចងគ្នាជាមួយនឹងគោលបាទដាក់ទូកបាទសម្រាប់បាទថែមកម្លាំងទៀតអូត្រីទឹមទៀតបងអញ្ចឹងមកគ្រាប់នេះអូខេបើសិនជាសល់ក៏សល់ចោះបើមិនសល់ក៏អត់មានបញ្ហាអីដែរបាទពោះគ្រប់កម្លាំងហើយបងទាំងខុនទាំងត្រីបកទាំងគោលនេះបាទប៉ុណ្្នឹងគឺចំពោះនាងនឹងត្រីមកគ្រាប់នេះអាចជួយគ្នាអីបានទេបាទត្រូវងាកបន្តិចបាទអាយក៏មិនធ្វើអីភ្លាមដែរណែបងបាទគឺឡើងខុនបាទអាយឡើងខុនផុតត្រីបកនឹងអុកឆៅមកតដៃច្រើនបាទកន្លងនេះដូចជាដាក់ទូកនៅទៅនេះក៏មិនតន់ក៏តែណាបាទបងបើសិនជាខាងនេះគេស៊ីអុកមកគោលបាទថយគោលបាទរៀងនៅយូរដែរពីវាជើងដែរតែឈ្នះដូចគ្នាបងអញ្ចឹងបាទបងបាទអាយឡើងខុនទៅវាលបឿនវាលឿនជាងហើយរក្សាចំហទៀតបាទចូលទៅខុនទៅបាទបងខាងខ្មៅគឺអត់ដឹងកែមិនទេបងកន្លងនេះមានអាចកែបានទេបាទបាទអាយអុកបញ្ចប់ហ្គេមត្រឹមនេះតែម្ដងបញ្ចប់បាទការប្រកួតត្រឹមហ្នឹងអូខេបងប្អូនគ្នាបាទវីដេអូឃ្លីបនេះខ្ញុំបាទក៏សូមបញ្ចប់ការសម្រាយត្រឹមហ្នឹងដែរបាទហើយសេះស្នែងបាទស៊ូជាមួយនឹងនាងឆ្វេងបង AI នេះខ្ញុំជឿថាបងបាទដែលបានទស្សនានឹងបានឡើងមកកម្រិតទៀតដែរបងបាទការវាលុកក៏ដូចជាការឈោចំហបាទការទូទាត់ក្របអីចឹងទៅការសាងផ្លូវហ្នឹងហើយអ្វីដែលខ្ញុំអធិប្បាយបាទនឹងគឺពីបទពិសោធន៍របស់ខ្ញុំដែលខ្ញុំធ្លាប់រៀនសង្ឃឹមថាបងបាទស្ដាប់បានត្រូវទទួលយកបើខុសសូមបោះចោលចងបងសូមអរគុណចំពោះការគាំទ្រកន្លងមកផងដែរសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយៗទៀតបង